មែនទេប៉ាមើលពួកយើងញ៉ាំបាយមួយពេលនេះសប្បាយចិត្តប៉ុណ្ណាដែរពេលនេះម្ហូបនៅហាងមិនឆ្ងាញ់ប្រហែលទេពួកយើងអាសាមកផ្ទះធ្វើញ៉ាំខ្លួនឯងវិញល្អជាងមែនទេអូត្រាស់ហើយពួកយើងគួរតែអាសាញ៉ាំបាយជុំគ្នាទេប៉ាយ៉ាងម៉េចហ្នឹងអំស្រីគ្រាន់តែញ៉ាំបាយមួយពេលសោះញ៉ាំរហូតដល់ពួកគាត់ចូលដេកពេទ្យឬមួយក៏មហូបនាងមានបញ្ហាទៀតហ្នឹងលោកនិយាយហ្នឹងលោកបន្តខ្ញុំហ៎បាច់ចិត្តលោះត្រង់តែបាញ់មែនខ្ញុំគ្រាន់សុំស្កាត់ទីនេះគឺជាមន្ទីរពេទ្យពីអ្នកប្តីប្រពន្ធចង់ឆ្លុះគ្នាទៅឆ្លងក្រៅទៅអ្នកណាជាប្រពន្ធគាត់នោះលោកក៏មកបង្កាច់គេណាប៉ុណ្ណឹងបានហើយខ្ញុំមិនមែនមកសម្រួលបញ្ហាគ្រួសារទេតែអ្នកទាំងពីរចង់ដឹងមូលហេតុស្លាប់របស់ពួកគាត់ទេខ្ញុំប្រកាសចង់ដឹងហើយបើចឹងក៏ប្រកែកគ្នាទៀតជាដំបូងគាត់មិនមែនពលអាហារក៏មានគ្រោះថ្នាក់ដល់ជីវិតដែរប៉ុន្តែមើលទៅតាមលទ្ធផលពួកគាត់គឺត្រូវចាក់របស់សណ្ដំជាតិខ្លាំងម្យ៉ាងទៅស្ថិតនៅក្នុងការដេកលក់ខ្លាំងយ៉ាងនេះអ្នកទាំងពីរគិតមើលពួកគាត់មានញ៉ាំចំណីពិសេសអីទេដូចជាគ្មានទេពួកយើងកំពុងញ៉ាំបាយជុំគ្នាខ្ញុំមិនអីផងហ្នឹងមែនហើយគាត់ញ៉ាំច្រើនជាងគេលោកមិនចោះគាត់អត់អីផងគិតមើលច្បាស់លាស់មើលសាច់ជ្រូកស្លឹកឈើបែបនេះអាចធ្វើឲ្យគេដេកលក់ប្រសិទ្ធភាពវាដូចជាផ្សិតនៅអាមេរិកខាងត្បូងចឹងបើញ៉ាំច្រឡំអាចធ្វើឲ្យគេដេកលក់ច្រើនថ្ងៃតើនេះបានស្លឹកនេះមកពីណាក្រែងតែប្រហែលនេះគឺសុទ្ធតែខ្ញុំទិញទាំងអស់តែខ្ញុំមិនឃើញស្លឹកនេះទេស្លឹកឈើបែបនេះកម្រឃើញណាទោះជាចង់ទិញក៏អត់មានកន្លែងលក់ដែរបញ្ចុះពិតជាចំណេញឥឡូវបានដឹងមូលហេតុជំងឺខ្ញុំទៅរៀបចំវិធីព្យាបាលសិនអរគុណគ្រូពេទ្យមិនអីទេហឡូអ្នកណាគេនឹងលោកមិនចាំបាច់ចង់នឹងខ្ញុំឆ្នើទេតែខ្ញុំដឹងថាពេលនេះលោកនឹងទីពេទ្យហើយប៉ាលោកស្លាប់ពិតស្លាប់គឺជាគេខ្ញុំសួរលោកតើពួកលោកធ្វើមែនទេនេះគ្រាន់តែជាការព្រមានខ្ញុំប្រកាសប្រអប់ទៅឲ្យពួកនាងគឺដើម្បីពួកនាងបានតែពួកនាងបែរជាសប្បាយស៊ីផឹកជាមួយគ្នាទៅវិញពួកនាងធ្វើខ្ញុំអស់សង្ឃឹមណាស់នេះគ្រាន់តែជាការពិនិត្យបន្តិចបន្តួចខ្ញុំប្រាប់លោកពួកខ្ញុំចង់បោះប្រអប់ទៅពេលណាគឺបោះពេលហ្នឹងមិនតាក់ទងឲ្យនឹងលោកទេយើងប្រាប់ឲ្យដឹងបាយហ៊ានធ្វើតែផ្ដាស់ទៀតយើងនឹងរកឯងចម្រាបបញ្ជីហើយពួកក្មេងដែលមិនដឹងមេកំពូប៉ុណ្ណានេះមកដឹងអត់បានកើតទេបើយើងអាចដឹកឋាននៅក្នុងឆ្នាំបែបរបស់ពួកឯងគឺអាចយកប្រអប់ទៅបានគ្រប់ពេលឬក៏យកជីវិតពួកឯងការប្រមានលើកនេះគ្រាន់តែជាការចាប់ផ្ដើមធំទៀតនៅមានរឿងធ្ងន់ជាងនេះកើតឡើងមកពួកឯងមិនតាំងជួបនឹងរឿងអីទេយល់ឲ្យឆាប់បើកប្រអប់មុនពេលមានរឿងអ្វីកើតឡើងណែហឡូរឿងនេះកាន់តែច្បុកច្បល់ថែមទៀតហើយពួកគេបើកប្រអប់ទៅខ្លាចតែជាឈួតអស់ហើយនៅក្នុងពេលនេះពួកយើងមិនអាចមានរឿងកាត់ឡើងទេត្រូវហើយខ្ញុំទៅមើលអ៊ំស្រីលោកទៅមើលអ៊ំប្រុសកាលឡើងនេះប្រចាំតិចណាពួកឯងចង់រស់នៅជាមួយគ្នាសុខសប្បាយកុំសង្ឃឹមឲ្យសោះសុបិនអាក្រក់ពួកឯងទើបតែចាប់ផ្ដើមទេយើងឲ្យពួកឯងស្គាល់អ្វីហៅថាឈឺចាប់និងពិបាកខ្ញុំនៅកន្លែងណាហ្នឹងអូយជឺក្បាលណានេះជាមន្ទីរពេទ្យមែនទេមិនក៏ជឺក្បាលម្លេះអូយអាឡានភ្ញាក់ឡើងភ្ញាក់ឡើងអ៊ំស្រីដឹងខ្លួនហើយអ៊ំគេងអស់3ថ្ងៃ3យប់ហើយខ្ញុំសន្លប់អស់3ថ្ងៃ3យប់ហើយខ្ញុំចាំថាតាជួនក៏សន្លប់ដែរឥឡូវគេយ៉ាងម៉េចហើយអ៊ំស្រីប្រយ័ត្នប៉ាវីបងយ៉ាងម៉េចហើយប៉ាវី
ប៉ាវីអាឡានគាត់យ៉ាងម៉េចហើយប៉ាវី ស្រីកូនអត់ខ្ញុំនិយាយថ្មីទៅ អាឡានស្អីនៅពីក្រោយក្រុងនេះឲ្យខ្ញុំមើល អត់មានទេ ឲ្យខ្ញុំមើលថយចេញទៅមើល អត់មានអីទេ ប៉ាវីប៉ាវី អ៊ំស្រីអ៊ំកុំរំជួយចិត្តពេកអីអ៊ំស្រី ប៉ាវីធម្មតាសុខភាពបងមមណាស់ហើយមិនក៏ពេលនេះបងទៅបាត់អញ្ចឹងពួកយើងកាន់តែបែកគ្នាប៉ុណ្ណោះមិនក៏បងងងយ៉ាងនេះប៉ាវីបងកាន់ខ្ញុំមែនទេ មានរីកាឡើង មិញនេះខ្ញុំដាក់ដីចាស់ពួកគាត់ទៅគ្នាវិញហើយ បើដឹងចឹងអូនមិនឆ្លោះគ្នាជាមួយបងទេអូនមិនឆ្លោះជាមួយបងទេគ្រាន់តែចោះចាញ់ប៉ុណ្ណោះអូនចោះចាញ់ហើយអូនចោះចាញ់ហើយប៉ាវីបងស្ដាយក្រោយឬអត់នោះអូនមិនដឹងទេតែអូនសារភាពថាអូនស្ដាយក្រោយណាស់អូនពិតជាស្ដាយក្រោយមែនអូនចង់និយាយជាមួយបងតាមសម្រួលអូនជប់ឆ្លោះជាមួយបងទៀតហើយ ណែមិនក៏លោកមកជួយយ៉ាងនេះ ខ្ញុំតែយកថាខ្ញុំនឹងប្រាប់ខ្ញុំពិបាក ប៉ាវី ប៉ុន្តែមកខ្ញុំរត់តែពិបាក មិនក៏បងមិននិយាយជាមួយអូនចឹង បាញ់ចឹងពួកយើងកុំធ្វើឲ្យអ៊ំស្រីគាត់ជឿចិត្តខ្លាំងពេកពួកយើងនិយាយការពិតប្រាប់គាត់ទេ បងឆ្លើយនឹងអូនមក បាក់ខ្ញុំជឿរកនារី យើងអាចរស់នៅជាមួយគ្នាវិញតើបានទេយើងជប់ឆ្លុះគ្នាទៀតទៅ អ តើ ត់គាត់ បាន ខ្ញុំអ ទេ ស់ចិត្តតែម្ដង តើបានទេកាលពីមុនឲ្យតែអូនឃើញចរិតរបស់បងកំហឹងរបស់អូនក៏ចេញមកភ្លាមពួកយើងជួបគ្នាម្ដងណាក៏ឆ្លោះគ្នាដែរដូច្នេះអូនក៏រងាប់ចិត្តជប់ជួបជុំជាមួយបងវិញប៉ាវីពេលនេះចង់និយាយអីក៏យឺតពេលដែរសម្ដីរបស់អូនលេខបានការហើយបងស្ដាប់លេខទៀតហើយប៉ាវី បាក់កុំពិបាកចិត្តពេកខ្ញុំប្រកាសរកស៊ីជួនឃើញគ្រួសារយើងនឹងជួបជុំគ្នាមិនខាន កូនប្រុសអ្នកមីងយ៉ាងម៉េចហើយអេអ្នកណាមកដកខ្សែភ្លើងចាញ់អញ្ចឹង អូណែប្រហែលជារបូតខ្លួនឯងទៅដឹងហ៎ ហ៎អាឡាននេះអ្នកទាំងអស់គ្នានៅទីនេះស្រែកលោឡាអីអត់មានរឿងអីផងនាំគ្នាចេញទៅក្រៅវិញទៅកុំរំខានអ្នកជំងឺ បាទអម្មាទៅយើង អ៊ំស្រីអាក្រក់មកពីខ្ញុំសុំទោស អត់ទេអង្គុយចុះមកអង្គុយមកអាឡានខ្ញុំមិនបន្ទោសនាងទេខ្ញុំមិនត្រឹមតែមិនបន្ទោសនាងទេថែមទាំងអរគុណនាងទៀតផងមែនណាថ្ងៃនេះបើកុំតែនាងមកធ្វើអញ្ចឹងមួយជីវិតនេះខ្ញុំនឹងតាកញ្ចាស់នោះប្រហែលជាមិនអាចជីគ្នាវិញផងខ្ញុំអរគុណនាងខ្លាំងណាស់កូនប្រុសម៉ែយល់ថាម៉ែមិនក៏បីចំពោះកូនខ្លាំងណាស់ បាទអម្មារឿងដែលកន្លងផុតហើយជុំលើកទៅ អរគុណកូនប្រុស ខ្ញុំស្ញប់ឆ្ងាញ់អ្នកទាំងអស់គ្នាណា អាឡានក្មួយយ៉ាងម៉េចហ្នឹង ខ្ញុំអត់មានម៉ាក់តាំងពីតូចគឺបោះប្រុសគាត់ចិញ្ចឹមខ្ញុំដល់ធំគាត់ពិបាកយ៉ាងនេះដើម្បីខ្ញុំតែពេលនេះសូម្បីតែគាត់នៅណាក៏ខ្ញុំមិនដឹង អាឡាន
កូនល្អកុំយំឈប់យំទៅណាឈប់យំទៅកូនល្អឈប់យំទៅណាឈប់យំទៅម៉ាមីថ្ងៃក្រោយពួកយើងឈប់ឆ្លុះប្រកែកគ្នាទៅត្រូវហើយគ្មានអ្វីដែលអាចមកបំបាយពួកយើងបានទៀតទេលើកនេះពួកឯងសំណងល្អជួបគ្រូខ្លាយជាលៀមលើកក្រោយមិនងាយស្រួលដំឡើងទេគ្រូសាពួកឯងត្រូវតែធ្វើការលះបង់នៅអ្វីដែលពួកឯងបានធ្វើនេះយ៉ាងម៉េចស្ដាប់កាងឡាននិយាយទៅធ្វើឲ្យខ្ញុំនឹកឃើញខ្លួនឯងខ្ញុំក៏ដូចជានាងអញ្ចឹងដែរគឺគ្មានប៉ាម៉ាក់តាំងពីតូចមកសំណាងណាស់ដែលបានលោកយកខ្ញុំមកចិញ្ចឹមលោកជាមនុស្សដែលស្និទ្ធស្នាលនឹងខ្ញុំជាងគេឃើញលោកឈឺចាប់អញ្ចឹងខ្ញុំក៏ឈឺចាប់ដែរលោកប្រាប់ខ្ញុំមកតើពួកគេធ្វើអីលោកខ្លះទៅធ្វើអីលោកស្អប់ពួកគេយ៉ាងនេះលោកនិយាយចេញមកខ្ញុំនឹងជួយសងសឹកជួសលោកខ្ញុំនឹងជួយព្យាបាលរបួសឲ្យលោកមូលបួសអាចជាឡើងវិញតែការឈឺចាប់គ្មានអ្វីអាចប៉ះពើបានទេចាប់សិនទោះជាយ៉ាងណាក៏ខ្ញុំទឹកតែសាកមើលដែរច្រើនឆ្នាំមកហើយច្រើនដងហើយមានស្រីជាច្រើនសុទ្ធតែសាកល្បងចង់ធ្វើចឹងតែដល់ទីបញ្ចប់នៅតែស្លាប់យ៉ាងបើចឹងខ្ញុំរត់តែចង់សាកមើលមានតែធ្វើចឹងទេទោះជាខ្ញុំស្លាប់ក៏ដោយក៏ខ្ញុំមិនស្ដាយក្រោយដែរនាងឈួតហើយហើយលោកតាជួយលោកតាមិនដែលកក់សក់ទេអីវ៉ាស្អុយដល់ហើយអល់អត់អីទេអ្នកណាក៏មិនស្អុយដូចឯងដែរខ្ញុំសិតសក់សិនប៉ាវថ្ងៃនេះខ្ញុំផឹកច្រើនពេកហើយក្រេឌីតកាតខ្ញុំចាយលើសចំនួនហើយបន្តិចទៀតលបងទៅសងចំនួនខ្ញុំផងណាខ្ញុំអត់ទំនេរទេខ្ញុំរវល់ណាវល់បងអីខោអាលបងឯងពាក់ទៅឲ្យមានសមគ្នាសោះធ្វើនឹងចង់ទៅមើលគូស្ករអាយ៉ាខ្ញុំពិតតែជួបស្រីម្នាក់មែនតែមិនមែនតែមើលគូស្ករទេអូលបងមានស្រីចង់ជួបហើយនៅស្លៀកពាក់បែបនេះទៀតបើខ្ញុំនិយាយចេញមកណាហើយប្រកាសសរសើរលេងចេញហើយខ្ញុំចាញ់បោលបងឯងទេថ្ងៃនេះបកូនណាហើយពួកយើងពីរនាក់ចូលវាំងម្ដងទៀតទៅពិនិត្យអ្នកនាងលីនណាឯងដឹងទេលបងនិយាយនឹងណាសឺឈួនមានរឿងមួយឯងត្រូវចាំឲ្យច្បាស់ក្នុងចិត្តរឿងអីទីនេះគឺជារាជវាំងអ៊ីស៊ូគឺជាអ្នកម្នាងណាខ្ញុំនឹងចាប់ជួលទេមើលទៅខ្ញុំត្រូវនិយាយប្រាប់ឲ្យច្បាស់នៅក្នុងរាជវាំងមានពាណិជ្ជមោះច្រើនណាស់ឯងត្រូវប្រយ័ត្នធ្វើរបស់ឯងកុំបង្កការស្មុគស្មាញដល់អ៊ីស៊ូនិងខ្លួនឯងឲ្យសោះណាខ្ញុំនឹងចូលទៅទូលបង្គំជួយវិញជីទុំគុំអ៊ីស៊ូឈូនសូមគ្រប់អ្នកម្នាក់លោកគ្រូពេទ្យអ៊ីគេលោកជាអ្នកព្យាបាលខ្ញុំមកជាមែនទេគឺទុំគុំនឹងដូច្នេះខ្ញុំគួរតែអរគុណលោកទៅត្រូវបំរើយកអីជូនគាត់សូមអរគុណអ្នកម្នាក់ណាស់ពួកទូបង្គំគឺទទួលរាជបញ្ជាមកពិនិត្យសុខភាពឲ្យអ្នកម្នាងតែថ្មីនេះអ្នកម្នាងមានអារម្មណ៍បែបណាដែរសុខភាពខ្ញុំឥឡូវនេះគឺអស់អីហើយញ៉ាំចុកក៏មិនអីដែរអញ្ចឹងមកធូរចិត្តប៉ុន្តែមួយរយៈនេះខ្ញុំចេះតែរសាប់រសល់យប់ឡើងគេមិនសូវលក់ប្រមាណទេនេះគឺបណ្ដាលមកពីធាតុក្តៅនៅក្នុងខ្លួនដែលបណ្ដាលមកពីទឹកតែក្រោកពីជាប៉ុន្តែមិនអីទេទូបង្គំផ្សំថ្នាំពៅស្ងប់អារម្មណ៍មួយកញ្ចប់ឲ្យអ្នកម្នាង
ចឹងគឺល្អហើយណាណែលោកគ្រូពេទ្យអ៊ីលោកយល់យ៉ាងម៉េចដែរ គ្រូពេទ្យឈួននិយាយត្រូវជំងឺអ្នកម្នាងមិនអាចជាភ្លាមទេត្រូវព្យាបាលតាមសម្រួលរកវិធីថ្មីទៀតលោកគ្រូពេទ្យឈួនតើពួកយើងគួរតែអាសាមកពិនិត្យជូនអ្នកម្នាងមែនទេ អូនរឿងនេះស្ថិតទៅលើអ្នកម្នាងទេណា បានចឹងមែនល្អណាស់ អ្នកម្នាងបាយថ្ងៃត្រង់រៀបចំរួចហើយ លើកចូលមក បាទអ្នកម្នាង មួយរយៈនេះអ្វីដែលចង់ផឹកក្នុងរាជវាំងគួសងលោកគ្រូពេទ្យទាំងពីរមកចំពេលណាបើមិននេះទេញ៉ាំជាមួយគ្នាទៅ អូបំណងល្អអ្នកម្នាងទូបង្គំសូមអរគុណហើយ អញ្ចឹងទូបង្គំស្ដាប់តាមបញ្ជាអ្នកម្នាងហើយ ថ្វាយបង្គំអ្នកម្នាងមហូបរៀបចំរួចហើយ មកហូបទាំងអស់នេះលើកឲ្យលោកគ្រូពេទ្យទាំងពីរអ្នកនោះមុនទៅ ទទួលព្រះរាជបញ្ជាលំចាត់ទាំងពីរអញ្ជើញពិសាលោកម្ចាស់ទាំងពីរសូមជួយណែនាំផង មិនហ៊ានទេ អ្នកម្នាងទូបង្គំទៅរៀបចំម្ហូបប្រមាណមុខទៀត ហើយយ៉ាឈោមើលក៏អត់បានកាត់ដែរឆាប់ដល់ទៅហ៎ឆាប់ដល់ទៅ សុជុនខានជួបគ្នាយូរហើយខ្ញុំឆ្ងល់ណាស់អ្នកណាគេពូកែយ៉ាងនេះអាចព្យាបាលជំងឺសន្និរោគថ្វាយអ្នកម្នាងថ្ងៃនេះបានគ្នាទាំងពីរខ្ញុំលេងឆ្ងល់ហើយគ្រូពេទ្យទេវតាសុជុនចាំជួយអស់ចាមែន ឬលបងជួយព្យាបាលអ្នកម្នាងជាមិនគួរឆ្ងល់ទេឬដែលខ្ញុំឆ្ងល់នោះគឺមិនក៏ឯងចូលរាជវាំងនៅធ្វើចុងភៅរាជវាំងទៀត ហេតុនេះហើយទីបំផុតខ្ញុំក៏ចូលដំណាក់ចុងភៅនៅខ្លាយជាមេការរបស់ពួកអាមាត្យទៀតពិតជាវេទនាណាស់ តាំងពិតគឺចឹងទេ ឯងប្រកាសជាលៀបប៉ាំងដែលធ្វើបាបពួកយើងមែន ដំបូងអ្វីក៏ខ្ញុំមិនដឹងដែរតែពេលដែលខ្ញុំបានធ្វើជាមេការហើយមានអំណាចខ្ញុំក៏ចាត់មនុស្សឲ្យទៅស៊ើបឲ្យច្បាស់លាស់អត់មានខុសទេអ្វីដោយការគិតឃើញ ខ្ញុំនៅតែមិនជឿខ្ញុំនឹងគាត់គឺជាបងប្អូនធំហើយអ្នកទាំងពីរជួបគ្នាលើកទី1ទៀតគ្មានគំនុំអីនឹងគ្នាផងម្យ៉ាងទៀតខ្ញុំមើលទៅគាត់មិនដូចជាមនុស្សចេះធ្វើអំពើបែបនេះទេ សុជុនកុំល្ងងពេកអត់មានមនុស្សមានគុណធម៌ចំពោះឯងមែនក៏អត់មានមនុស្សនិយាយការពិតជាមួយឯងដែរយើងរងទុក្ខគ្រប់បែបយ៉ាងឥឡូវនេះយើងយល់អស់ហើយបើចង់ធ្វើបាបមនុស្សដែលធ្វើបាបយើងត្រូវខំប្រឹងប្រែងខំរហូតដល់មានអំណាចមានមនុស្សដែលធ្វើបាបចង់សម្លាប់យើងចាំទុកក្នុងចិត្តថ្ងៃណាមួយយើងមានអំណាចមានប្រាក់យើងនឹងសម្លាប់ពួកវាចោលម្ដងម្នាក់មនុស្សដែលយើងចង់សម្លាប់មុនគេគឺលៀងប៉ាអ្នកទី2គឺមនុស្សដែលគ្រាវយើងតមកទៀតគឺពួកខ្ញុំកញ្ចេះនៅផ្ទះបាយទាំងអស់នេះ កៃកុំធ្វើចឹងកុំជឿឆាប់ពេកខ្ញុំនឹងតែទទួលនឹងការវាយប្រហារខ្លាំងប៉ុន្តែខ្ញុំលើកឯងមក
anh cũng chết từ kết về đường song sắt ấy thôi bạn cứ thua anh rất tới bảo chất thân đi anh khôngខ្ញុំអត់មានពេលគិតរកវិធីកំពេចកំពុកសងសឹកជាមួយពួកអាកំពេចកំពុកអស់នេះទេរឿងដែលខ្ញុំគិតគ្រប់ពេលវេលានោះគឺរកវិធីវាឡើងទៅលើរួចហៅឧត្តមលក្ខមនុស្សដែលនៅបាំងមុខខ្ញុំនោះឲ្យចុះមកក្រោមហើយបន្ទាប់មកខ្ញុំសម្លាប់ពួកវាចោលទាំងអស់កុំឲ្យសល់ម្នាក់ស៊ូឈុនណាចាំខ្ញុំលឹកឯងណាកាវយ៉ាវនេះមិនជាកាវយ៉ាវកាលពីមុនទេណាពេលឯងនិយាយស្ដីជាមួយនឹងគេត្រូវតែប្រយ័ត្នប្រយែងបន្តិចណាខ្ញុំក៏មើលដឹងដែររឿងខ្លាចជាអាម៉ាត់បែបប្រហារដល់វាខ្លាំងពេកបានជាវាទៅជិញ្ចឹងបើសិនជាខ្ញុំវិញខ្ញុំក៏មិនអាចទទួលយកដែរមិនត្រឹមតែកាវយ៉ាវទេអាម៉ាត់ក្នុងរាជវាំងសត្វតកិតអញ្ចឹងពួកគេណាប្រកាសជាប្រើគ្រប់វិធីដើម្បីវាឡើងទៅលើនេះគេហៅស្អីដែរផ្លូវចិត្តពិការណាដូច្នេះខ្ញុំរំលឹកឯងឈប់មកកន្លែងរឿងច្រើនទៅឈប់តាក់ទងនឹងអ៊ីស៊ូអ្នកឆ្លាតណាស់អ្នកណាក៏មើលដឹងដែរឲ្យតែមានឱកាសពួកគេប្រកាសជាចាប់ចំណុចឯងបកអាក្រាតពីឯងបើអញ្ចឹងដល់ពេលណាឯងណាប្រកាសជាវីវធំហើយលោកបងជួយរឿងនេះខ្ញុំដឹងហើយលើកក្រោយខ្ញុំចាប់ប្រយ័ត្នហើយហើយឯងពិតជាស្ដាប់មិនចូលមែនហ่ะហើយនៅគិតលើក្រោយទៀតគ្មានរឿងលើក្រោយទេហ่ะគ្មានលើក្រោយទេហេតុអីក៏មានលើក្រោយអ្នកម្នាងប្រកូនណាយាងមកដល់ហើយទៅទទួលប្រកូនណាព្រះអង្គមិនបាច់ទេបងមកដល់ហើយខ្ញុំម្ចាស់សូមថ្វាយបង្គំប្រកូនណាក្រោកឡើងយ៉ាងម៉េចគ្រូពេទ្យមកមើលអូនថ្ងៃនេះគាត់ថាយ៉ាងម៉េចដែរបបិទ្ធព្រះអង្គលោកគ្រូពេទ្យទាំងពីរនាក់សិទ្ធិឋានអ្នកម្នាងព្រោះតែក្តៅក្នុងទើបបណ្ដាលឲ្យសម្រាប់មិនលក់ពួកគាត់ផ្សំថ្នាំស្ងប់អារម្មណ៍ឲ្យអ្នកម្នាងហើយអូត្រូវហើយយើងចាំថាមានគេយកត្បូងរាត្រីសមុទ្រដ៏ជ្រៅមួយយកមកថ្វាយយើងអញ្ចឹងយកមកដាក់នៅបន្ទប់អ្នកម្នាងទៅដើម្បីឲ្យអ្នកម្នាងបានស្ងប់អារម្មណ៍ឆាប់គេងលក់និងឆាប់បានជាសះស្បើយបកូនណាចង់យកត្បូងរាត្រីហ្នឹងហើយនេះមិនស្រួលទេគឺខ្លាំងបបិទ្ធព្រះអង្គត្បូងរាត្រីបាត់ហើយគេអបទូលថាម៉េចលោកមេកាម៉ាន់នោះសម្លាប់ខ្លួនបាត់ហើយមេកាអាម៉ាត់ម្នាក់សំបីតែត្បូងរាត្រីមួយក៏ការពារមិនបានស្លាប់ទៅមិនគួរស្ដាយទេពួកឯងម្នាក់សុទ្ធតែបំបងបាយស៊ីបាយអង្គអត់មានអ្នកណាបានការសោះថ្ងៃនេះបាត់ត្បូងរាត្រីថ្ងៃស្អែកដំណាក់យើងក៏ជួយច្បល់ហើយទុំបង្គំសំស្លាប់ហើយទុំបង្គំសំស្លាប់យើងគ្រប់គ្រងនគរទាំងមូលបែរជាគ្មានមនុស្សម្នាក់អាចការពារដំណាក់យើងបានពិតជាចំសៀតមែនបកូនណាខ្ញុំអាចារ្យយល់ថាមានមនុស្សម្នាក់អាចកាន់តំណែងនេះបានចាំនិយាយមកគេលោកមេកាកាយ៉ានៅក្នុងដំណាក់ចុងភៅគាត់ធ្វើការបានល្អិតណាស់ម្នាក់នេះស្មោះត្រង់នឹងយើងមែនយើងក៏ពេញចិត្តនឹងគេដែរគេមិនដែលធ្វើអ្វីខុសធ្វើអ្វីយកចិត្តទុកឆាប់ចេញបញ្ជាយើងទៅឲ្យកៅយ៉ាវកាន់តំណែងមេកងអាម៉ារួចឲ្យគេស៊ើបរឿងបាត់ត្បូងរាត្រីនោះភ្លាមទទួលរាជបញ្ជាដឹងថាយើងជាអ្នកណាទេពួកឯងមិនចេះនិយាយស្វាគមន៍ទេចំជាប្រហើនមែន
សុំលោកមិនចោះជាស្រីឲ្យផង ក្រោកឡើងឯងក៏ក្រោកដែរមកនេះវាយវាវាយឲ្យខ្លាំងបន្តិចវាយទៀតវាយឲ្យខ្លាំងឯងវាយវាវិញឲ្យខ្លាំងឯងទាំងពីរនាក់វាយគ្នាទៅវិញទៅមកបានហើយយ៉ាងម៉េចឈឺណាស់ពេលនេះពួកឯងស្ងប់ចិត្តហើយនៅហ៎សុទ្ធតែបានស្ងប់ចិត្តហើយមែនទេបើអញ្ចឹងយើងសួរពួកឯងចាំស្ដាប់តើអ្នកណាជាអ្នកយាមត្បូងរាត្រីនៅកន្លែងនេះពួកឯង4នាក់អ្នកដទៃទៀតឆាប់ក្រោកឡើងពួកឯង4នាក់កុំអាលសប្បាយចិត្តពេកកុំអាលសប្បាយចិត្តខ្លាំងពេកយើងនិយាយមិនទាន់ចប់ទេតមកទៀតពួកឯងត្រូវសួរចម្លើយពួកវាគួរធ្វើយ៉ាងម៉េចត្រូវធ្វើយ៉ាងម៉េចនោះសួរឲ្យចេញលទ្ធផលបើចេញលទ្ធផលគឺមិនអីទេបើគ្មានលទ្ធផលពួកឯងគឺដូចជាពួកវា4នាក់នេះអញ្ចឹងសុទ្ធតែត្រូវស្លាប់ទាំងអស់គ្នាឈប់ខ្ជះខ្ជាយពេលវេលាទៀតទៅណែមកនេះឡើងទៅដោះខ្សែនោះយកមកបាទផឹកស្រាបំមាត់ទុករឹតតែខ្លាំងផឹកស្រាម្នាក់ឯងអត់សុខទេយើងកំដរឯងយ៉ាងម៉េចមិនស្វាគមន៍យើងទេយើងទៅយកពេញស្រាខ្លួនឯងមើលកាយរត់ចេញពីរាជវាំងមិនចឹងហើយមិនក្តឹងថាខ្ញុំនៅនេះយើងប្រាប់ឯងហើយតាកាលណាយើងវាឡើងដល់កន្លែងខ្ពស់ហើយចង់បានអីគឺបានហ្នឹងរកឯងគឺងាយស្រួលដូចបកចេកអញ្ចឹងចំណែកចង់ចេញពីវាំងនោះរឹតតែស្រួលមែនទែនពេលនេះយើងជាមេការអាមាត្យនៃដំណាក់កិច្ចការផ្ទៃក្នុងចង់ចេញពីវាំងគឺចេញពីវាំងមកឆាប់ជូនយើងមកពេញមកយើងខំមកផឹកកន្លែងនេះយូរសុំអបអីនិយាយត្រង់ចុះយើងគួរតែអរគុណឯងទើបត្រូវកុំនិយាយលេងខ្ញុំគ្មានសមត្ថភាពនេះទេឯងមានសមត្ថភាពខ្ពស់ណាស់កុំដាក់ខ្លួនខ្លាំងពេកណានៅសម័យនេះក្រៅពីឯងនិងខ្ញុំគ្មានអ្នកណាស្គាល់របស់នេះទេនេះឯងបានរបស់នេះមកពីណានៅធ្នើដំបូលត្បូងរាត្រីនៅក្នុងដំណាក់កិច្ចការផ្ទៃក្នុងត្បូងរាត្រីស្អីត្បូងរាត្រីស្អីមិនបាច់ធ្វើពុតទេខ
ក្នុងរាជវាំងព្រោះតែរឿងបាត់ត្បូងរាត្រីឡើងរំជើបរំជួលអស់ទៅហើយតែឯងកុំបារម្ភអីគ្មានមនុស្សសង្ស័យអីទេឥឡូវនេះប្រកូនណាចេញរាជបញ្ជាឲ្យយើងធ្វើជាមេកងអាម៉ាត់ទទួលការស៊ើបក្តីក្នុងរឿងនេះក៏ពិតខ្ញុំក៏ធ្វើដំខំចិត្តដែរអរគុណឯងដែលជួយលះបង់ឲ្យខ្ញុំមិនបាច់អរគុណខ្ញុំទេខ្ញុំអរគុណឯងទើបត្រូវបើគុំតែបាត់ត្បូងរាត្រីប្រកូនណាខ្ញាល់មេកងអាម៉ាត់កញ្ចាស់នោះភ័យរហូតដល់សម្លាប់ខ្លួនម្លេះសំឥឡូវនេះខ្ញុំមិនបានធ្វើជាមេកងអាម៉ាត់ទេនៅតែជាមេចុងភៅនឹងសម្រាប់ខ្លួនបាត់តែនឹងខ្ញុំបានគិតច្រើនយ៉ាងនេះទេស៊ីឈួនឯងគិតទៅទេវតារៀបចំឲ្យពួកយើងមកដល់នគរមហាឈិងគឺជាព្រេងវាសនាដែលទេវតាបានរៀបចំឲ្យពួកយើងកុំថាឡើយយើងសូម្បីតែឯងការជំងឺអាសន្នរោគអាចរស់ឡើងវិញត្រូវគេនិរទេសទៅជួសជុលមហាកំពែងនៅអាចត្រឡប់មកវិញនៅអាចព្យាបាលឲ្យអ្នកម្នាងជាទីនេះគឺជាអភូតហេតុនៅក្នុងចំណោមអភូតហេតុពួកយើងផឹកដើម្បីអភូតហេតុមកកុំគិតអីច្រើនពេកត្រូវមើលទៅមុខឯងមើលខ្ញុំជំនុំល្ងង់យ៉ាងនេះក៏អាចប្រឡូកក្នុងពិភពគុណដ៏គ្រោះថ្នាក់បែបនេះដែរសៀឈួនណាពឹងលើសមត្ថភាពនិងប្រាជ្ញារបស់ឯងគួរតែបានធ្វើធំជាងខ្ញុំឥឡូវចេះចុះចាំខ្ញុំត្រឡប់ទៅវិញខ្ញុំជួយនិយាយប្រាប់អ្នកម្នាងឲ្យប្រទានបុណ្យស័ក្តិខ្លាឯងមិនបាច់ទេមិនបាច់អៀនស្អីច្រើនទេបើចង់ឡើងលើឲ្យខ្ពស់ត្រូវតែប្រើគ្រប់វិធីម្យ៉ាងទៀតនៅឆ្នាំ2010ស៊ីបាយស្រីហៅថាតនសម័យមិនមែនមនុស្សម្នាក់សុទ្ធតែស៊ីបាននោះទេហ៎ឯងចាត់ទុកបកូនណាជាប្រធានអគ្គនាយកអ្នកម្នាងគឺជាលោកស្រីប្រធានអគ្គនាយកឯងកុំបារម្ភអីសុំតែកិច្ចការមួយធ្វើនៅក្បែរព្រះនាងឬក៏បកូនណាទៅវារស់បាត់ទៅហើយចាំបាច់ខ្វល់អីម៉េចអីកាយ៉ាងកាលពីមុនខ្ញុំយល់ថាឯងស្លូតបូតណាមិនកាពេលនេះមានល្បិចកលច្រាំលេដាច់ថែបមួយប្រទេសគេស្លតឲ្យរបៀបម៉េចហ៎យើងក៏ខំប្រឹងតាំងពីកូនទន្សាយតូចរហូតដល់ខ្លាយជាចចកធំមកក្បាលដែរនៅនិយាយពីទន្សាយតូចចចកធំទៀតហើយមើលទៅខ្ញុំនៅទីនេះផឹកស្រាដល់ថ្ងៃតាមនៅតនសម័យកាលហើយយើងកំពុងតែគិតរឿងអនាគតហើយក្រែថាប្រហែលឆ្នាំជាស្ដេចឈិងស៊ឺនឹងចុះខ្សោយវិញហើយមែនទេត្រូវខ្ញុំធ្លាប់និយាយចឹងមែនពួកយើងគួរតែឆាប់រកខ្នងមកឯកថ្មីហើយក្រែងប្រវត្តិសាស្ត្រថាចៅកៅគឺជំនុំមានអំណាចក្នុងរាជការពេលនេះយើងនឹងប្រើប្រាស់បុណ្យស័ក្តិយើងនៅក្នុងរាជវាំងរកអ្នកដែលមានអំណាចទៅថ្ងៃក្រោយបណ្ដុះបណ្ដាលមនោចេតនាដើម្បីការពារជីវិតយើងនិងភាពរុងរឿងខ្ញុំប្រាប់ហើយចៅកៅគឺជាមន្ត្រីអាក្រក់នគរឈិងគឺរលៀងខាងដៃគេណាចុះឯងយ៉ាងម៉េចហ្នឹងមហាឈិងវិនិច្ឆ័យអត់មានតាក់ទងនឹងពួកយើងពីរនាក់ទេឲ្យតែពួកយើងបានធ្វើធំនឹងរុងរឿងទៅបានហើយឥឡូវនេះគុំនិយាយប្រាប់អ្នកណាឲ្យសោះប្រយ័ត្នត្រូវគេសម្លាប់ចោលណារឿងត្បូងរាត្រីនោះយើងទូប្រាប់កូនណាថាពួកអាម៉ាត់4នាក់នោះបានលួចយកទៅលក់យកប្រាក់ចាយអស់ហើយអញ្ចឹងពួកគេ4នាក់នោះយ៉ាងម៉េចអ្នកខ្លះត្រូវគេអកអ្នកខ្លះត្រូវគេនិរទេសជីវិតមនុស្ស5នាក់ជីវិតមនុស្ស5នាក់ស្លាប់ក្នុងដៃខ្ញុំណែពួកយើងគឺជាអ្នកធ្វើកិច្ចការធំរឿងកប៉ិចកប៉ុកមិនបាច់ទៅខ្វល់អីច្រើនទេជីវិតមនុស្ស5នាក់ឯងកុំគិតអីប្រេះផ្ដាស់យើងទៅគុណសិនឯងញ៉ាំរហ័យទៅមុនចុះពីមុនឯងគឺជាចំភើកំសាក់ខ្លាចស្លាប់មនុស្សគ្រាន់តែគិតគេបន្តិចបន្តួចតែប៉ុណ្ណោះទេស្មមនៅថាពេលនេះឯងខ្លាចជាអាម៉ាល់ល្បិចច្រើនមានមហិច្ឆតាធំទៅហើយចង់ធ្វើចោលលក់ជាតិម្នាក់អាក្រក់មកជួយមិនជឿអាក្រក់មកគាត់
ធ្វើជាគ្រូព្យាបាលពឹងលើការស្ដាប់មើលស៊ូពិនិត្យខ្ញុំស្ដាប់សម្រាប់ជើងឯងដើរចូលមកនឹងឃើញមុខស្អុយរបស់ឯងក៏ដឹងថាថ្ងៃនេះឯងមករករឿងខ្ញុំទៀតហើយណា របបហ្នឹងគឺល្អហើយយកចេញមក យកស្អីដែរ ត្បូងរាត្រី ហ៎ ជីវិតមនុស្ស5នាក់ណាមេកូនដំណាក់កិច្ចការប្រទេសក្នុងនឹងអាម៉ាត់4នាក់ទៀតសិតតែស្លាប់ដោយសារត្បូងរាត្រីរបបនឹងថាមានលទ្ធផលបែបនេះហើយហេតុអីក៏នៅឲ្យខ្ញុំលួចត្បូងរាត្រីទៀត ពេលឯងទៅធ្វើកិច្ចការនេះឯងគួរតែដឹងថាលទ្ធផលនេះយ៉ាងម៉េចទៅហើយណាតែឯងអត់មានគិតឲ្យបន្តិចសោះក៏ទៅធ្វើភ្លាមហេតុអីបានជាអញ្ចឹង ពេលព្រោះខ្ញុំចាញ់បាល់បង មិនបានជាឯងមិនហ៊ានសម្លឹងមើលមុខខ្ញុំពីព្រោះតែឯងនិយាយកុហកនៅពេលនោះឯងគិតតែមនុស្សម្នាក់ប៉ុណ្ណោះនោះគឺអ៊ីស៊ូឯងទុកអ្នកដទៃទៀតចោលមកឡៃទៅហើយគ្មានគិតអីតិច លបននិយាយត្រូវខ្ញុំមានចេតនាមិនគិតដឹងទៅពេលព្រោះអ៊ីស៊ូគឺជាអ្វីៗទាំងអស់របស់ខ្ញុំ បើនេះជាអ្វីៗទាំងអស់របស់ឯងគួរតែទៅជួយហើយអញ្ចឹងចង់ជួយមនុស្សម្នាក់គឺត្រូវតែមានការលះបង់មានពេលខ្លះគឺលះបង់សត្រូវមនុស្សដែលយើងមិនស្គាល់គ្នាមានពេលខ្លះគឺត្រូវលះបង់ខ្លួនឯងហើយនឹងមិត្តភក្តិណាពេលនោះដើម្បីជួយឯងខ្ញុំមិនដោយឲ្យអ្នកមិននឹងលីស៊ូស្លាប់ដោយបែបនោះខ្ញុំគឺជាគ្រូពេទ្យឯងមានដឹងថាពេលនោះខ្ញុំពិបាកចិត្តប៉ុណ្ណាទេឯងមិនធ្លាប់សួរទេអត់មានអ្នកណាម្នាក់អាចជួយមនុស្សគ្រប់គ្នាបានទេអាចជួយមនុស្សដែលខ្លួនឯងយកចិត្តទុកដាក់នោះគឺសំណាងធំណាស់ទៅហើយអាវ៉ាណាស់ហើយចុះរឿងហេតុដែលកន្លងផុតទៅហើយឈប់គិតច្រើនទៅនៅក្នុងសម័យដែលមានថ្ងៃនេះអត់មានថ្ងៃស្អែកទុកព្រួយយកល្អឯងកុំយកវាទុកក្នុងចិត្តយូរពេកណាសៀវឈួនណាត្បូងរាត្រីមកក្របនេះនៅក៏ល្អដែរចាំដល់ពេលឯងត្រូវការវាឯងនឹងដឹងពីផលប្រយោជន៍របស់វាហើយខ្ញុំហត់នឿយសម្រាប់ឯងណាជួយបុកថ្នាំឲ្យខ្ញុំទៅហ៎ក៏ប៉ុន្តែខ្ញុំនៅមានរឿងមួយទៀតបញ្ចុះមនុស្សក្នុងដំណាក់សិតតែស្លាប់អស់ទៅហើយហេតុអីបានជាឯងនៅតែសុខសប្បាយគ្មានរឿងអីកើតឡើងចុះ រឿងនេះខ្ញុំក៏មិនដឹងហេតុអីដែរអាសន្នរលឹកនេះដូចជារូបផ្ដាសាយដ៏ធ្ងន់ធ្ងរចឹងតើគឺព្រោះតែមនុស្សសម័យថ្មីធ្លាប់ចាក់វ៉ាក់សាំងគ្រប់យ៉ាងមនុស្សដែលធ្វើការដល់ថៅក្រៅដូចខ្ញុំចឹងមានវ៉ាក់សាំងដែលចម្លែកអីដែលមិនអាចចាក់ប្រហែលមកពីវ៉ាក់សាំងអូប្រហែលជាមកពីខ្ញុំអាយុវែងហេឯងគិតយូរយ៉ាងនេះគឺផ្ដល់ចម្លែកបែបនេះដល់ខ្ញុំហ៎នោះគឺពិតមែនហើយរឿងស្លាប់ហើយនឹងរស់នេះគឺជាវាសនាក៏ប៉ុន្តែឯងកុំភ្លេចណាជីវិតរបស់ឯងបានប្រគល់ឲ្យខ្ញុំហើយដូច្នេះឯងត្រូវថែរក្សាទ្រព្យសម្បត្តិខ្ញុំឲ្យបានល្អណាអ្នកណាគឺទ្រព្យសម្បត្តិរបស់កុំខ្ជិលហ៎បុកថែមទៀតបុកអាយ៉ាឆ្ងាញ់នៅពេលដែលប៉ាកំពុងតែឈឺឯងមានប្រការងារស្រាវជ្រាវទេអត់ទេទោះជាមានរឿងអីក៏ដោយការងារស្រាវជ្រាវមិនអាចប៉ាបានទេរាយការណ៍លទ្ធផលភ្លាមទៅសាកសពស្ត្រីបុរាណនេះបើវិភាគតាមគម្រោងឆ្អឹងអាយុនេះប្រហែលជា22ឆ្នាំឬក៏21ឆ្នាំកម្ពស់1.57 ម៉ែត្រ
ដាំទ្រូងមានរបួសចាក់ទម្លុះឈាមហូរច្រើនពេកទើបបណ្ដានាងស្លាប់ទៅ ការងារប៉ាមុងអនុវត្តដល់ណាហើយ រួចអស់ហើយជិតមានលទ្ធផលហើយ សាកសពស្រីនេះឆ្លងកាត់2000ឆ្នាំហើយនៅតែរក្សាបានល្អដូច្នេះខាងផ្នែកស្រាវជ្រាវគេច្បាស់ជាចាប់អារម្មណ៍នឹងការបង្ហាញធាតុដើមរបស់នាងណាស់ប៉ាបានរៀបចំអង្គប្រជុំពិភពលោកមួយនិងប្រកាសពីលទ្ធផលនៅដំណាក់កាលចុងក្រោយនៃការបង្ហាញធាតុដើមអង្គប្រជុំនេះប៉ាបកលឯងទទួលខុសត្រូវហើយដូច្នេះពេលនេះឯងត្រូវយកចិត្តទុកដាក់រៀបចំសន្និកថា បាទ យ៉ាងម៉េចដឹង ខ្ញុំសួរលោកហេតុអីក៏មិនបាក់ទូរស័ព្ទខ្ញុំរកលោកមិនឃើញសោះ ខ្ញុំចប់ប្រជុំមានរឿងដ៏សំខាន់ពីគ្រប់គ្នាណា អង្គប្រជុំអីក៏សំខាន់យ៉ាងនេះ គឺតើតើនឹងការងាររបស់ខ្ញុំណាអេត្រូវហើយគឺប្រជុំពីរឿងស្រីស្អាតណា 解开我最神秘的等待，星星坠落，风在吹动，终于在将你拥入怀中，两颗心颤抖。相信我不变的真心，千年等待有我承诺。无论经过多少的寒冬，我绝不放手。与我牵绊，这浮世之空，等到来生擦肩回望，再次的相守，苦苦痛痛爱的节奏，愿与你同守，却连一句我爱你都不能说出口。成为你我心中那永远盛开的花，说好了给我的永久，这一次不要先走。唯有真爱追随你我，穿越无尽时空。你会知道我等着你，在千年之后。爱是心中唯一不变美丽的神话。